រងគ្នាធ្លាប់ស្គាល់ពាក្យ sometimes ហើយអញ្ចឹងមើលលើកណ្ដាលខៀនមើលមាន sometimes ហើយនិង sometimes អញ្ចឹងពាក្យ3ហ្នឹងខុសគ្នាបែបណាអញ្ចឹងពាក្យទី1គឺ sometimes យើងបកថាមួយរយៈពេលអញ្ចឹង sometimes ហ្នឹងវាពីរពាក្យsome មួយពាក្យហើយ time មួយពាក្យអញ្ចឹង example I need some time to finish my homework អញ្ចឹងមានថាខ្ញុំត្រូវការមួយរយៈពេលដើម្បីបញ្ចប់ homework របស់ខ្ញុំឬក៏ខ្ញុំត្រូវការពេលមួយចំនួនដើម្បីបញ្ចប់ homework របស់ខ្ញុំអញ្ចឹងពាក្យទី2 sometimes ពេលណាមួយអញ្ចឹងចំពោះពាក្យ sometimes ហ្នឹងតែមួយពាក្យទេ example I will visit you sometime next week ខ្ញុំនឹងទៅលេងអ្នកពេលណាមួយនៅសប្តាហ៍ក្រោយអញ្ចឹងយើងអត់ដឹងទេប៉ុន្តែនៅសប្តាហ៍ក្រោយនៅថ្ងៃណាមួយយើងនឹងទៅលេងគាត់ចំពោះពាក្យចុងក្រោយគឺ sometimes យើងបកថាពេលខ្លះឬក៏ម្ដងម្កាល I sometimes drink coffee in the morning ខ្ញុំពេលខ្លះផឹកកាហ្វេនៅពេលព្រឹកអញ្ចឹងចំពោះពាក្យ3ហ្នឹងគឺខុសគ្នាយើងមើល sometimes នេះគឺពីរពាក្យផ្ដាច់គ្នា some មួយពាក្យហើយ time មួយពាក្យហើយចំពោះ sometimes នេះអត់មាន s ទេហើយចំពោះ sometimes ចុងក្រោយគឺមាន s ដែលយើងហាក់ចំណាំតែដឹងថាវាគឺជា adverb of frequency យើងតែងតែប្រើប្រាស់ពាក្យហ្នឹងជាប្រចាំហើយត្រូវអត់ចឹងចំពោះវីដេអូរបស់ Teacher មានតែប៉ុណ្្នឹងទេ Goodbye everyone